បើសិនមិនអ្នកទាំងអស់គ្នាបញ្ចប់វិទ្យាល័យហើយគិតថារៀនជំនាញស្ថាបត្យកម្មគ្រាន់តែបកកាយគូររូបនៅគណិតវិទ្យាអ្នកទាំងអស់គ្នាកំពុងតែមើលរំលងរូបភាពធំឯងស្ថាបត្យកម្មមិនមែនត្រឹមតែជាការគូរវាសជញ្ជាំងទេគឺវាជាជំនាញក្នុងការដោះស្រាយបញ្ហាយ៉ាងម៉ត់ចត់បំផុតនៅសាកលវិទ្យាល័យអ្នកទាំងអស់គ្នានឹងរៀនពីទ្រឹស្ដីនិងទស្សនវិជ្ជាដើម្បីយល់ពីរបៀបដែលមនុស្សផ្លាស់ទីឆ្លងកាត់លំហសិក្សាពីធម្មជាតិនិងបរិស្ថានជុំវិញដើម្បីធ្វើឲ្យអគារមួយអាចដកដង្ហើមបាននិងរៀនពីបច្ចេកទេសក្នុងការបង្កើតទម្រង់ប្លង់ឲ្យបានត្រឹមត្រូវមុនពេលវាត្រូវបានសាងសង់នៅពេលសម្រាប់ចិត្តជ្រើសរើសជំនាញស្ថាបត្យកម្មអ្នកទាំងអស់គ្នាមិនមែនបិទគប់ខ្លួនឯងក្នុងចំណោមការងារតែមួយនោះទេអ្នកទាំងអស់គ្នាកំពុងតែកសាងខ្លួនដើម្បីក្លាយទៅជាអនាគតស្ថាបត្យករអ្នករចនាតុបតែងផ្ទៃខាងក្នុងអ្នករៀបចំទីក្រុងសិល្បករគំនូរ 3D ឬអ្នកជំនាញរចនាទេសភាពប្រកបដោយចីរភាពវានឹងបង្រៀនយើងពីរបៀបបំលែងក្រដាសទទេនេះឲ្យទៅជាបទពិសោធន៍រស់នៅដ៏ពិតប្រាកដកុំជ្រើសរើសជំនាញសិក្សាដែលផ្អែកទៅលើទំនោរឥឡូវនេះនិងភាពងាយស្រួលតែម្យ៉ាងចូលជ្រើសរើសជំនាញដែលផ្ដល់ឲ្យយើងនូវថាមពលនិងកម្លាំងចិត្តគ្រប់គ្រាន់ក្នុងការកសាងអនាគតជុំវិញខ្លួនមិនចិនមិត្តភ័ក្តិដែលអ្នកស្គាល់ទើបតែបញ្ចប់វិទ្យាល័យត្រូវការស្ដាប់រឿងទាំងអស់នេះ